តជំរាបសួរបងប្អូនក្មួយទាំងអស់ជាទីរាប់អានបាទថ្ងៃនេះខ្ញុំមកវាលមកមើលប្លង់ហើយនឹងមកមើលប្លង់ដែលយើងត្រូវមកបង្ហាត់ផេរ៉េកូនដែលខ្ញុំចិញ្ចឹមថ្ងៃមុនហ្នឹងហើយយើងបានយកដ្រូនមកតេស្តល្បឿនតេស្ត stabilizer តេស្ត distance វាហោះពីយើងទៅហើយនឹងរយៈកម្ពស់ elevation ហើយយើងឆែកstabilizer របស់វាចុះមកល្អមិនល្អអត់ចឹងវាមាន landing lane អីត្រឹមត្រូវអត់ចឹងបន្ទាប់យើងបានតេស្តវាស្រួលបួរមកយើងបានបង្ហាវាមើលទេសភាពបាទឥឡូវកំពុងតែតេស្តមើលសិនបាទមិនទាន់ឲ្យវាឡើងទេយើងកំពុងធ្វើម៉ូដវាមួយចំនួនដើម្បីឲ្យវាហើរទៅកុំឲ្យឆ្ងាយព្រោះយើងដាក់វាហើរតាប្រហែលជា3ទៅ500ម៉ែត្រជុំវិញខ្លួនយើងតែប៉ុណ្ណឹងអញ្ចឹងពេលយើងតេស្តហើយគឺយើងផ្លាយអាប់ឡើងទៅលើប្រហែលជា70-80ម៉ែត្រមើលតំបន់ដែលយើងលេងនឹងមានទឹកអត់ព្រោះអីយើងប្រហើរផេរ៉េគឺផេរ៉េខ្លាចទឹកអញ្ចឹងកូនផេរ៉េប្រហើរហ្នឹងគឺវាខ្លាចទឹកគេយើងប្រហើរវាហោះដ្រូននឹងមើលប្លង់យើងថាគួរលេងមិនគួរលេងប៉ុណ្ណាអំណោយផលបងប្អូននៅទីនេះវាអំណោយផលមានកន្លែងហ្នឹងគូហើយមានកន្លែងហ្នឹងទឹកអញ្ចឹងយើងប្រហើរផេរ៉េនៅពេលដែលវាស៊ាំនឹងឡេវយើងនឹងរត់ចុះទឹកក៏វាឡេវដើម្បីឲ្យវាកុំឲ្យខ្លាចទឹកហាត់កូនផេរ៉េវាពិបាកអញ្ចឹងហើយឥឡូវយើងមិនទាន់ពឹងហាត់ទេក៏យើងរៀប plan ហើយរៀបចំសម្ភារៈមួយចំនួនដើម្បីបង្ហាត់វាបាទទេសភាពស្អាតមែនទែនរដូវធ្លាក់ភ្លៀងនេះគឺខៀវស្រងាត់តែម្ដងបាទនៅដីទីលានវាលធំហ្នឹងនៅម្ដុំដីប៊ូយ៉ង់ហើយក្រោយអគារបូសសហ្នឹងគឺមានកន្លែងបងប្អូនគាត់ណាំងម៉ូតូត្រៃណាអញ្ចឹងខ្ញុំមកបង្ហោះនៅទីហ្នឹងបាទឥឡូវមើលទេសភាពបដាទៅបងប្អូនហើយយើងតេស្តល្បឿនវាដែរយើងតេស្តថាវាហើរល្បឿនប៉ុណ្ណឹងតើពេលដេញតន់មិនតន់អញ្ចឹងព្រោះតិចទៀតយើងនឹងលេងល្បឿនឲ្យផេរ៉េនឹងស្ទុកតាមល្បឿនបាទអញ្ចឹងវីដេអូនេះដូចជាវែងប៉ុន្តែខ្ញុំបង្ហោះដ្រូនហ្នឹងប្រហែលជា10នាទីអញ្ចឹងឆ្លៀតកុំឲ្យខាតចេះតែមើលទេសភាពស្ដាយពីវាកន្លងទៅកន្លងមកអញ្ចឹងបាទមើលទៅខាងនោះគោលល្អដែរស្បេះខាងនេះតែខាងនេះសបោតំណក់ទឹកបន្តិចខាងនេះយើងអាចលេងផេរ៉េឲ្យវាដេញទៅដេញមកហើយវាចាប់បានវាធ្លាក់នៅតំបន់ណាអត់ទឹកល្អបាទអញ្ចឹងសូមអរគុណបងប្អូនស្ដាប់បទចម្រៀងបន្តទៀតទៅបាទអូនេះយើងមើលទៅហើយអានេះគាត់មើលទេសភាពខ្លះដដែលបងប្អូនបាទបងប្អូនតាមពិតទៅវីដេអូនេះមិនមែនជាវីដេអូដែលខ្ញុំធ្វើមាតិកាឬធ្វើ vlog ឬ content អីទេវីដេអូនេះគ្រាន់តែយើងមកតេស្តដ្រូនដើម្បីមើលមុខងារវាមួយចំនួនវាត្រឹមត្រូវអត់ព្រោះកាលណាយើងមិនបានតេស្តវាយើងចាប់ដើមប្រហើរវាមកនាំឲ្យមានaccident ណាមានការរំខានជួបគ្រោះថ្នាក់ផ្សេងទៅអញ្ចឹងយើងយកវាដូចជាមករៀនប្រើវាផងទៅហើយស្វែងយល់ពី function វាមួយចំនួនព្រោះដៃថ្មីបងប្អូនហើយឃើញថា stabilizer របស់វាល្អកាមេរ៉ាវាច្បាស់បាទអរគុណបាទកាមេរ៉ានេះវាច្បាស់មែនទែនហើយខ្ញុំក៏ស៊ីកាមេរ៉ាដែរហើយនេះជាមួយការផ្ទាល់ក្មួយខ្ញុំនឹងមកជួយបើកម៉ូតូជូនមកមើលកន្លែងផុសសัตว์ហ្នឹងបងតោះបាទហ្នឹងឥឡូវយើងជិះតឡើងម៉ូតូផ្ទះវិញហើយមើលភ្លៀងចឹងទើបរាំងទេសភាពពិតជាស្អាតមែនទែនខៀវស្រងាត់តែម្ដងបាទview បានចេញមកខាងក្រៅស្រូបវាខ្យល់អាកាសបរិសុទ្ធម្ដងវាពិតជាមានអារម្មណ៍ស្រស់ស្រាយមែនតើរយៈនេះហាក់តែវិវល់នៅតែក្នុងបន្ទប់ចុចទូរស័ព្ទដល់យប់
លំលុបបន្តវេនគ្នាបងប្អូនហើយមួយយប់ផុតទៅនៅមួយទិវាបើផុតវេនចន្ទ្រាដល់វេនសូយ៉ាអញ្ចឹងថ្ងៃនេះមានពេលវេលាល្អមកមើលប្លង់ដើម្បីបង្ហាត់ផេរ៉េឲ្យវាហាប្រកបដោយលក្ខខណ្ឌធម្មជាតិបាទអញ្ចឹងវាមិនជាការងាយស្រួលទេនៅក្នុងការបង្ហាត់សัตว์ Falcon កូនឲ្យចេះប្រមាញ់នោះវាពិបាកប៉ុន្តែសម្រាប់ខ្ញុំដូចជាមិនពិបាកដោយសារខ្ញុំមានបទពិសោធន៍លេងវាជិត10ឆ្នាំហើយអញ្ចឹងអត់អីទេឥឡូវនិយាយយូរកាន់ទៅវិញឆ្ងាយយើងត្រឡប់ទៅផ្ទះវិញបាទអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយហើយវីដេអូក្រោយខ្ញុំនឹងចាប់ដើមបង្ហាញពីវិធីបង្ហាត់ផេរ៉េកូនពីដំណាក់កាលទី1ទៅឥឡូវនេះសัตว์បាក់សីហ្នឹងគឺកំពុងតែនៅផ្ទះរបស់ខ្ញុំហើយកំពុងតែបំពន់កម្លាំងវាត្រៀមនឹងចេញវាលហើយចេញវាលនៅក្នុងសប្តាហ៍ក្រោយបាទអរគុណច្រើនបាយបាយជម្រាបលា See you tomorrow 7 o'clock តាមរយៈកញ្ចក់ទូរស័ព្ទបាទអរគុណបាយបាយ